បងប្អូនធ្លាប់តែបានឃើញកម្មវិធីប្រដាល់ប្រចាំសប្តាហ៍គ្រប់ស្ថានីយ៍តែបងប្អូនភាគតិចណាស់ដែលបានស្គាល់អ្នកដែលនៅពីក្រោយនៃការរៀបចំនៃកម្មវិធីនីមួយៗថ្ងៃនេះកីឡាថ្មីសូមបង្ហាញមុខអ្នករៀបចំកម្មវិធីប្រដាល់ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រទី1លោកកឹមស្រុនកុសលហៅ Tommy Kim លោក Tommy គឺជាអ្នករៀបចំកម្មវិធីប្រដាល់ដែលមានបទពិសោធន៍ជិត20ឆ្នាំពលគឺតាំងតែពីស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ3មកម្លេះបច្ចុប្បន្នកម្មវិធីដែលលោកកំពុងគ្រប់គ្រងមាន4កម្មវិធីនិងកំពុងដំណើរការនៅស្ថានីយ៍ទូរទស្សន៍ថោនភាពប៉ិនប្រសប់និងគំនិតច្នៃប្រឌិតលោក Tommy តែងតែត្រូវបានអ្នកគាំទ្រកោតសរសើរគ្រប់គ្នាថារៀបចំបានល្អមិនត្រឹមតែជាអ្នករៀបចំកម្មវិធីប្រដាល់នោះទេលោកក៏តែងតែដឹកនាំកីឡាករទៅផ្សព្វផ្សាយគុណខ្មែរនៅក្រៅប្រទេសផងដែរទី2លោក Masithet លោក Masithet ក៏មិនខុសពីលោក Tommy ដែរអតីតអ្នករៀបចំកម្មវិធីប្រដាល់ប្រចាំទូរទស្សន៍ CTN រូបនេះគឺជោគជាំខ្លាំងក្នុងវិស័យគុនខ្មែរដែលបច្ចុប្បន្នលោកកំពុងគ្រប់គ្រងកម្មវិធីចំនួន2នៅស្ថានីយ៍ទូរទស្សន៍ PNN ទី3លោក Mulny គឺជាអ្នករៀបចំកម្មវិធីប្រដាល់ប្រចាំទូរទស្សន៍ជាតិកម្ពុជាដែលកំពុងគ្រប់គ្រងកម្មវិធីចំនួន2នោះគឺកម្មវិធី Dragon គុនខ្មែរនិងគ្រុឌគុនខ្មែរដែលកំពុងដំណើរការរៀងរាល់ចុងសប្តាហ៍ទី4លោកកែវ ឆវ័នថ្មីត្បិតតែមិនសូវចេញមុខតាមបណ្ដាញសង្គមតែលោក ឆវ័នក៏មិនខុសពីអ្នករៀបចំកម្មវិធីខាងលើដែរដែលលោកកំពុងកាន់កម្មវិធីប្រដាល់ចំនួន2ដែលកំពុងដំណើរការនៅស្ថានីយ៍ទូរទស្សន៍ CTN និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រទី5លោក Creepy Lot ថ្មីត្បិតតែកម្មវិធីប្រដាល់ហងមាសមកក្រោយគេក៏ពិតមែនតែបើនិយាយពីប្រជាប្រិយភាពក៏មិនចាញ់ទូរទស្សន៍ដទៃដែរបច្ចុប្បន្នលោក Creepy Lot កំពុងគ្រប់គ្រងកម្មវិធីចំនួន2នៅស្ថានីយ៍ទូរទស្សន៍ហងមាស